Bạnសួស្តីបងអាដាស្មោះស្នេហ៍គាត់ខមមិនថាតើជំងឺថ្លោកនោមសកម្មនឹងនោមមកមានពពុះដែរឬទេលោកគ្រូបាទបងអាចមានដែរតែការនោមមកមានពពុះអាចបណ្ដាលមកពីបញ្ហាផ្សេងដែរបងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់ជំរាបបងបន្ថែមទាក់ទងនឹងនោមមកមានពពុះក៏ដូចជាចែករំលែកទៅពុកម៉ែបងប្អូនឲ្យដឹងពីមូលហេតុអ្វីខ្លះដែលបង្កឲ្យយើងមាននោមមកមានពពុះអញ្ចឹងទាក់ទងនឹងការនោមមានពពុះយើងបែងចែកជាពីរធំទី1ការនោមមកមានពពុះជាលក្ខណៈធម្មតាហើយនឹងទី2ការនោមមកមានពពុះដោយសារតែមានជំងឺអញ្ចឹងទី1ការនោមមកមានពពុះលក្ខណៈធម្មតាទី1អាចបណ្ដាលមកពី dehydration មានថាការកង្វះជាតិទឹកនៅក្នុងរាងកាយដោយសារតែយើងញ៉ាំទឹកបានតិចក៏អាចបង្កឲ្យមានវត្តមានពពុះនៅក្នុងទឹកនោមផងដែរទី2តកតងនឹងយើងទុកទឹកនោមមានថាទឹកនោមនៅក្នុងថ្លោកនោមច្រើនលើសលប់ពេលដែលយើងទៅបន្ទប់ទឹកក៏អាចបង្កឲ្យមានពពុះនៅក្នុងទឹកនោមផងដែរទី3តកតងនឹងសារធាតុដែលយើងលាងសម្អាតបន្ទប់ទឹកក៏អាចបង្កឲ្យមានវត្តមានពពុះនៅក្នុងទឹកនោមយើងផងដែររីឯការនោមមកមានពពុះដោយសារតែជំងឺទី1អាចដោយសារតែការចុកសោយទៅលើមុខងារតរងនោមឬមួយយើងហៅថាជំងឺតរងនោមចុកសោយហ្នឹងក៏អាចមានវត្តមានប្រូតេអ៊ីននៅក្នុងទឹកនោមបង្កឲ្យមានពពុះនៅក្នុងទឹកនោមផងដែរទី2តកតងនឹងអ្នកជំងឺដែលគាត់មានជំងឺទឹកនោមផ្អែមអញ្ចឹងក៏អាចជាស្គររបស់គាត់អាចលើសលប់នៅក្នុងទឹកនោមរបស់គាត់ក៏អាចធ្វើឲ្យមានការខូចខាតទៅលើតរងនោមរបស់គាត់ដែលលិចទៅលើប្រូតេអ៊ីននៅក្នុងទឹកនោមក៏អាចមានវត្តមាននោមមកមានពពុះទី3តកតងជាមួយនឹងការរលាកតរងនោមដោយសារតែការបង្ករោគពេលដែលយើងទៅបន្ទប់ទឹកក៏អាចឃើញមានវត្តមានពពុះនៅក្នុងទឹកនោមផងដែរទី4តកតងនឹងការញ៉ាំថ្នាំមួយចំនួនដែលយើងព្យាបាលទៅលើជំងឺការរលាកមករងនោមដោយសារតែការបង្ករោគក៏អាចឲ្យយើងបត់ជើងមកមានពពុះដូចគ្នា